ជំរាបសួរអបថ្ងៃនេះខ្ញុំមកអានសៀវភៅរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា91ថ្មីសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភានិងនាយករដ្ឋមន្ត្រីមានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់តំណារីមានសិទ្ធិស្នើធ្វើសេវិសោមកម្មករច្បាប់ប៉ុន្តែសំណើនេះមិនអាចទទួលយកបានទេបើវិសោធកម្មនោះដំសំណើបន្ថយប្រាក់បញ្ចូលធានាបញ្ចូលសាធារណៈឬបន្ថែមបន្ទុកលើប្រជាពលរដ្ឋមាត្រា92ការអនុម័តទាំងឡាយរបស់រដ្ឋសភាដែលផ្ទុយនឹងគោលការណ៍រក្សាការពារឯករាជ្យអធិបតេយ្យបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយដែលឲ្យប៉ះពាល់ដល់អ្នកភាពនយោបាយឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិនឹងត្រូវចាត់ទុកជាអាសាសូត្រក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគត់ដែលមានសមត្ថកិច្ចសម្រាប់ពីខូបពីមុខភាពនេះជម្រាបលាអូម